នេះគឺជារឿងរបស់ក្មេងប្រុសទំនេរមួយក្រុមបាននិយាយទៅគឺជាមិត្តភាពរវាងមនុស្សនិងមនុស្សតើអាចថែរក្សាបានតែរហូតអត់ចាំនៅពេលដែលពួកគេធំនឹងមានថ្ងៃមួយបរិសទី1ឈ្មោះជៀនអ៊ីមើលដំបងគិតថាជាបរិសសង្ហាប៉ុន្តែចរិតអន់តិចបរិសទី2គឺចាងចឹងស៊ីមើលពីក្រៅគឺជាមនុស្សដែលស្ងប់ស្ងាត់តាមពិតគឺជាមនុស្សកក់ក្ដៅម្នាក់ហើយចំណែកបរិសទី3វិញគឺហឺធានជាកូនរបស់អ្នកមានហើយជានៅផងដែលមានមេធំខ្ពស់សង្ហាមានចំណាប់អារម្មណ៍របស់មនុស្សស្រីគ្រប់គ្នាបរិសចំណែកឯបរិសទី3វិញគឺមកគន់សានបរិសមុខលយតែសម្ដីភ័យប៉ុន្តែគាត់គឺជាមនុស្សដែលពូកែចម្អិនអាហារម្នាក់ហ្នឹងហើយមុននឹងចូលទៅកាន់សាច់រឿងគឺអីមែនចង់ប្រាប់អ្នកនរគ្នាថារឿងហ្នឹងជាប្រភេទរឿង BL ប៉ុន្តែត្បូងឡើយគឺអត់ទាន់មានអីស៊ីជម្រៅទេប៉ុន្តែយូរទៅវាអាចនឹងស៊ីជម្រៅទៅតែរឿងហ្នឹងជាប្រភេទរឿងចិនបើសិនបើជា admin បកទៅមានកន្លែងណាខុសឆ្គងឬក៏អត់ត្រូវអីជួយ comment ប្រាប់ admin ផងដែលសាច់រឿងរបស់យើងចាប់ផ្ដើមឡើងគឺនៅពេលដែលជៀនអ៊ីទៅលេងផ្ទះរបស់ចឹងស៊ីដើម្បីហៅចឹងស៊ីទៅរៀនជាមួយគ្នាដោយសារតែពីរនាក់ហ្នឹងគឺជាមិត្តភក្តិជាមួយគ្នាតាំងពីរៀននៅមត្តេយ្យនៅទៅដល់ហ្នឹងគឺជៀនអ៊ីហ្នឹងគឺចង់លួចថើបកូនប្រុសគេពេលកូនប្រុសគេកំពុងតែដីអីចឹងណាតែសំណាងអាក្រក់អីគឺគេភ្ញាក់មកតាន់ហើយក៏ដេញវាយគ្នាអីពីហ្នឹងទៅមុននឹងបានទៅរៀននៅក្នុងភេទ2របស់យើងហ្នឹងគឺឃើញជៀនអ៊ីកំពុងតែធ្វើមុខស្ញែងដាក់ចង់ស៊ីហើយចង់ស៊ីបានប្រាប់ហើយកុំធ្វើមុខចឹងមើលគួរចង់វាយដល់ហើយតែជៀនអ៊ីតបថាអាហ្នឹងជាលើកទី1ហើយដែលណាត់អញមកមើលកុន2នាក់ចឹងទៅធ្វើឲ្យអញណែហើយឥឡូវយើងមកដល់ភេទ3ហើយក្នុងភេទ1នេះគឺអត់និយាយទេគឺរូបភាពមានសម្លេងយោតែម្ដងអ្នកនរគ្នាអាចមើលខ្លួនឯងបានតោះឥឡូវយើងភ្លេចខ្លួនមកដល់ភេទ4ហើយភេទ4នោះគឺបង្ហាញពីជៀនអ៊ីនោះគឺញ៉ាំអីអត់ប្រយ័ត្នទេធ្វើឲ្យស្អីជេរចូលភ្នែករបស់គាត់ហើយបានសុំឲ្យចឹងស៊ីនឹងជួយយកចេញឲ្យតែចឹងស៊ីរបស់យើងនឹងគឺជាមនុស្សដែលកក់ក្ដៅខ្លាំងពេកកក់ក្ដៅដល់ថ្នាក់ម្ដាយចំកណ្ដាលមុខយកតែម្ដងហើយវាយមកជុំឯងងុំទៅសួរគេថាមកយាយចេញនៅទៀតហ្នឹងណាតោះឥឡូវយើងមកដល់ភេទ5ហើយដល់ភេទ5របស់យើងនោះគឺជៀនអ៊ីគាត់គឺស្វឹងដែរហើយក៏ត្រូវបានចង់ស៊ីស្ដីឲ្យដែរសារតែខ្លួនឯងអត់ចេះផឹកទេតែនៅខំផឹកហើយប្រងជៀនអ៊ីរបស់យើងណាដួលលើគេមកជុំឯងងុំទៅសុំគេចាប់ដៃទៀតដល់ពេលអញ្ចឹងទៅគេលើអញ្ចឹងគេមិនរួញចេញទៅអត់ហើយបន្ទាប់ពីចង់ស៊ីរុញចេញទៅក៏ដួលលើពូមួយនោះហើយពូមួយហ្នឹងនឹងគិតអីដែរគាត់ទៅចាប់ជៀនអ៊ីហើយចឹងស៊ីឃើញអញ្ចឹងឡើងហើយមិនអីទៅអញ្ចឹងហើយចាប់ជៀនអ៊ីអស់ចេញកន្លែងហ្នឹងហ្មងទៅហើយអ្នកនរគ្នាមើលមុខជៀនអ៊ីធ្វើមុខឡើងគួរឲ្យចង់វាយហ្មងយ៉ាដូចអ្នកគ្នាគិតចឹងគឺមីដោរឿងសម្រាយហើយដោយសារតែរឿងនេះតួស្អាតជាងទៅចឹងគឺសុកចិត្តបកទាំងតដដែលថាខ្លួនឯងអត់សូវចេះចិនអីប្រហែលទេតែតែតដបកចិនដោយសារតែក្នុងរឿងនេះគឺមានតួស្អាតយ៉ាមីឡើងជាងគេគឺតួបងរបស់ហឺធានណាស្អាតខ្លាំងណាស់អ្នកគ្នាស្អាតខ្លាំងមែនតើ Oh my god